ខ្ញុំកូណាសូមនមស្ការចំពោះសម្ដេចអគ្គមហាផ្សង្ឃរាជទាំងពីរគណៈសម្ដេចព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមក្រាបថ្វាយបង្គំចំពោះបកូណាជាម្ចាស់ជាពិតដំណើរលើត្បូងសូមគោរពសម្ដេចឯកឧត្តមលោកជំទាវលោកស្រីលោកយាយលោកតាបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពកាលពីវីដេអូមុនខ្ញុំបានចែករំលែកនៅក្នុងមាត្រា16រួចស្រេចទៅហើយបងប្អូនណាលើថ្ងៃនេះខ្ញុំនឹងចែករំលែកពីមាត្រា17និងមាត្រា18ជាមួយគ្នាតែម្ដងដោយសារមាត្រា17នៃក្រមរដ្ឋបវេនីនិយាយខ្លីទេនិយាយពីអនីតិជននិយាយតែពីនិយមន័យទេចឹងទេខ្ញុំនឹងនិយាយពីនិយមន័យនៃអនីតិជនបន្តិចនៅក្នុងវីដេអូមុនខ្ញុំក៏បានលើកដែរថាអនីតិជនគឺជនដែលមិនទាន់គ្រប់អាយុឬក៏ជនដែលមានអាយុក្រោម18ឆ្នាំអញ្ចឹងទេថ្ងៃនេះខ្ញុំនឹងលើកយកមាត្រា17គឺនិយាយពីនិយមន័យនៃអនីតិជនមាត្រា17អត្ថន័យនៃអនីតិជនសំដៅលើជនដែលមានអាយុក្រោម18ឆ្នាំអញ្ចឹងនៅក្នុងមាត្រាមាត្រា17នេះគឺនិយាយតែពីនិយមន័យឬអត្ថន័យនៃអនីតិជនទេហើយអនីតិជនហ្នឹងពុកម៉ែបងប្អូនដូចបានដឹងហើយថាអាយុក្រោម18មកក្រោមឲ្យឈ្មោះថាអនីតិជនហើយតើអនីតិជនហ្នឹងអាចធ្វើសកម្មភាពអ្វីខ្លះហើយសកម្មភាពអ្វីខ្លះដែលត្រូវបានលុបចោលដោយអ្នកមានអំណាចមេបាឬក៏អាណាព្យាបាលសម្រាប់អនីតិជនអ្នកដែលមើលអនីតិជនហ្នឹងហៅថាអ្នកមានអំណាចមេបាសូមឲ្យនិយមន័យតិចចុះណាអ្នកដែលមើលការខុសត្រូវលើអនីតិជនឲ្យឈ្មោះថាអ្នកមានអំណាចមេបាឬក៏អាណាព្យាបាលសម្រាប់អនីតិជននឹងនិយមន័យចឹងទេសកម្មភាពមួយចំនួនត្រូវបានលុបចោលដោយអ្នកមានអំណាចមេបាឬក៏អាណាព្យាបាលសម្រាប់អនីតិជនហ្នឹងនៅក្នុងមាត្រា18បានចែងឲ្យថាសកម្មភាពទាំងឡាយណាដែលមិនមានការអនុញ្ញាតពីអ្នកមានអំណាចមេបាឬអាណាព្យាបាលសម្រាប់អនីតិជនទេសកម្មភាពទាំងឡាយនោះអាចលុបចោលដោយអ្នកមានអំណាចមេបាអាចលុបចោលបានចឹងអ្នកមានអំណាចមេបាឬក៏អាណាព្យាបាលសម្រាប់អនីតិជនអាចលុបចោលនៅសកម្មភាពនោះបានសកម្មភាពទាំងឡាយណាដូចជាសកម្មភាពធ្វើចំនួនចុះកិច្ចសន្យាយើងនិយាយខ្លីស្រួលស្រាប់ហើយសកម្មភាពនៅក្នុងផ្នែកនេះគឺនិយាយពីការធ្វើកិច្ចសន្យានិងសកម្មភាពឯកតោភាគីហើយកិច្ចសន្យាដោយពុកម៉ែបងប្អូនបានដឹងហើយកិច្ចសន្យាមានច្រើននៅក្នុងក្រមថាវេនីមានច្រើនមាន14កិច្ចសន្យានៅកិច្ចសន្យាផ្សេងដែលជាកិច្ចសន្យាអត់ឈ្មោះផ្សេងទៀតចឹងទេអាស្រ័យទៅលើការព្រមព្រៀងដែលភាគីទាំងអស់ហ្នឹងបានព្រមព្រៀងគ្នាលើកលែងតែកិច្ចសន្យាដែលចូលនៅក្នុងវិការៈមូលហេតុការលុបចោលនិងមុខភាពឯហ្នឹងដែលមានបញ្ហាទៅលើផ្នែកហ្នឹងយើងអត់និយាយដោយសារកិច្ចសន្យាវាមិនមានសុពលភាពមិនអាចអនុវត្តបានបងប្អូនចឹងតែកិច្ចសន្យាផ្សេងដែលស្របច្បាប់កិច្ចសន្យាផ្សេងដែលស្របច្បាប់ដែលស្របទៅតាមប្រតិបត្តិកតេយុត្តជាធរមានសកម្មភាពនោះបាទនីតិជនបានចុះកិច្ចព្រមព្រៀងបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងភាគីណាមួយដែលជានីតិជនអ្នកមានអំណាចមេបាឬក៏អ្នកអាណាព្យាបាលទូទៅអាចលុបចោលបានករណីមិនទទួលបានការអនុញ្ញាតពីអ្នកមានអំណាចមេបាឬក៏អ្នកអាណាព្យាបាលទូទៅនោះចឹងពុកម៉ែបងប្អូនណាចឹងមើលដែរពេលដែលធ្វើកិច្ចសន្យាពុកម៉ែបងប្អូនមើលថាតើគ្រប់អាយុ18ហើយនៅទិញម៉ូតូមួយគ្រឿងពីអនីតិជនបានតម្លៃរៀងធូរថ្លៃដែរដល់ពេលតែមើលទៅអនីតិជនគាត់មានអត្តសញ្ញាណដែរមើលទៅគាត់ទៅតែអាយុ17ឆ្នាំខ្វះ2 3 4 5ថ្ងៃឬខ្វះ10ថ្ងៃ20ថ្ងៃទៀតបានគ្រប់18អញ្ចឹងសកម្មភាពនោះអាចលុបចោលបានដោយអ្នកមានអំណាចមេបាឬក៏អ្នកអាណាព្យាបាលសម្រាប់អនីតិជនបានលើកលែងមានសកម្មភាពមួយចំនួនលើកលែងនៅក្នុងមាត្រា18ដដែលហ្នឹងលើកលែងសកម្មភាពទាក់ទងទៅនឹងការរស់នៅប្រចាំថ្ងៃមានអីខ្លះខ្ញុំឧទាហរណ៍ថារស់នៅប្រចាំថ្ងៃទិញបាយហូបទិញទឹកញ៉ាំទិញរបស់របរប្រើប្រាស់ប្រចាំថ្ងៃដែលយើងគិតថាជារបស់ទិញសាប៊ូទិញភេសជ្ជៈញ៉ាំទិញទឹកសុទ្ធញ៉ាំសកម្មភាពទាំងអស់នេះมันអាចលុបចោលបានទេអញ្ចឹងបើកាលណាអនីតិជនទៅទិញធ្វើសកម្មភាពយើងទៅធ្វើសកម្មភាពទិញលក់ឬក៏ដូរជាមួយនឹងអ្នកលក់ឬក៏អ្នកបដូរมันអាច
លុបចោលដោយអ្នកមានអំណាចមេបាឬក៏អ្នកអាណាព្យាបាលសម្រាប់អនិច្ចជនបានឡើយអញ្ចឹងមានសុពលភាពកិច្ចព្រមព្រៀងសួរថាកិច្ចព្រមព្រៀងឃើញជាកិច្ចសន្យាជាទូទៅខ្ញុំសូមលើកម្ដងទៀតថាកិច្ចសន្យានៅក្នុងក្រមថាប្រវេណីបែងចែកជា2ធំយើងមិនទាន់បែងចែកថាកិច្ចសន្យាទិញលក់ដូរទេយើងនិយាយយើងនិយាយពីកិច្ចសន្យាខ្លឹមសារកិច្ចសន្យាទូទៅកិច្ចសន្យាបែងចែកជា2ទី1កិច្ចសន្យាផ្ទាល់មាត់នៅក្នុងកម្មថាវេនេះទៅសេថាកិច្ចសន្យាផ្ទាល់មាត់ណានិយាយមាត់ព្រមព្រៀងគ្នាក៏ជាកិច្ចសន្យាដែរទី2កិច្ចសន្យាដោយលេខអក្សរដែលពុកម៉ែបងប្អូនតែងតែឃើញគេទៅសេលេខអក្សរឲ្យចុះកិច្ចសន្យាដោយការចុះហត្ថលេខាឬក៏ប្រតិស្នាមេដៃលើកិច្ចសន្យានោះចឹងតែសកម្មភាពជារៀងរាល់ថ្ងៃរបស់អនិច្ចជនអាចមានសុពលភាពបានឬក៏មិនអាចលុបចោលបានដោយអ្នកមានអំណាចមេបាឬក៏អ្នកអាណាព្យាបាលសម្រាប់អនិច្ចជនបានទេនៅក្នុងសកម្មភាពនោះដែលជាសកម្មភាពរស់នៅប្រចាំថ្ងៃដែលជាសកម្មភាពរស់នៅប្រចាំថ្ងៃចឹងទេនៅក្នុងមាត្រានេះខ្ញុំនឹងអានចែកជូនពុកម៉ែបងប្អូនបានស្ដាប់ដើម្បីជាតលហិកឲ្យឃើញថាតើមាត្រាបានសរសេរថាម៉េចមាត្រា18សិទ្ធិលុបចោលសកម្មភាពដែលអនិច្ចជនធ្វើដោយមិនបានទទួលយល់ព្រមពីអ្នកមានសិទ្ធិអំណាចមេបាឬអ្នកអាណាព្យាបាលសម្រាប់អនិច្ចជនអាចលុបចោលបានប៉ុន្តែបញ្ញត្តិនេះមិនត្រូវអនុវត្តឡើយចំពោះសកម្មភាពដែលទទួលសិទ្ធិឬរួចផុតពីកាតព្វកិច្ចឬសកម្មភាពដែលតាក់ទងទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃចឹងទេសកម្មភាពដែលរស់នៅប្រចាំថ្ងៃនេះมันអាចលុបចោលបានឡើយចឹងទេនៅក្នុងមាត្រានេះមានតែប៉ុណ្ណេះទេពុកម៉ែបងប្អូនណាតែមុននឹងបញ្ចប់ខ្ញុំកណាសូមក្រាបថ្វាយបង្គំលានិងជម្រាបលាពុកម៉ែបងប្អូនសូមអរគុណ Daily Poster ខ្ញុំបាទមានទទួលធ្វើស្លាកយីហោគ្រប់ប្រភេទមានស្លាកយីហោប្រភេទមានភ្លើងឬអត់ភ្លើងអក្សរកាត់អាគ្រីលិកជាប្រភេទមានភ្លើងក្តីអត់ភ្លើងក្តី signboard ប្រភេទកស៊ូ banner ឬក៏ sticker បាត់លើ spot មាន J flat មានជើងបញ្ឈរមុខហាងមានភ្លើងក្តីឬអត់ភ្លើងក្តីនិងស្លាកយីហោផ្សេងតូចធំគ្រប់ប្រភេទបាទបងប្អូនមានតម្រូវការធ្វើស្លាកយីហោសូមទំនាក់ទំនងកាន់ Daily Poster ខ្ញុំបាទសូមអរគុណ